បាទពុកម៉ែបងប្អូនអ៊ំពូមីងថ្មីទៀតហើយបាទថ្ងៃនេះខ្ញុំមានដើមកំពីងរាជចង់បង្ហាញជូនដល់ពុកម៉ែបងប្អូនអ៊ំពូមីងទស្សនាដើមកំពីងរាជនេះអូយពុកម៉ែបងប្អូនជុំល្អមែនតើជុំ VIP តែម្ដងដើមកំពីងរាជនេះសូមបញ្ជាក់ផងដែរថាដើមកំពីងរាជនេះគឺកំពីងរាជផ្អែមពុកម៉ែបងប្អូនកំពីងរាជផ្អែមដែលមានកម្ពស់មិនជាខ្ពស់ប្រមាណទេពុកម៉ែបងប្អូនប្រហែលជា7ទៅ8ម៉ែត្រអីហ្នឹងកម្ពស់របស់វាបាទខ្ញុំចង់បន្ថែមទៀតដែរថាកំពីងរាជផ្អែមនេះគឺសាច់របស់វាសាច់សំឡីពុកម៉ែបងប្អូនដូចនេះរូបជាក់ស្ដែងខ្ញុំបានដាក់ជូនពុកម៉ែបងប្អូននេះគឺផ្លែរបស់វាបាទកំពីងរាជផ្អែមផ្លែធំសាច់សំឡីបាទពុកម៉ែបងប្អូនមកដើមនេះពុកម៉ែបងប្អូនជាវទៅអត់ខកបំណងទេពុកម៉ែបងប្អូនព្រោះនេះជាដើមផ្សាំមិនមែនដើមបណ្ដោះគ្រាប់ទេពុកម៉ែបងប្អូនតែផ្លែផ្អែមសាច់សំឡីគឺផ្លែផ្អែមសាច់សំឡីហើយវាអត់คล้ายដូចដើមដតីដែលយើងធ្វើការបណ្ដោះគ្រាប់ពុកម៉ែបងប្អូនដើមដែលមានការបណ្ដោះគ្រាប់វាអាចនឹងមានคล้ายទៅជាជូរទៅជាមិនមានសាច់សំឡីទេប៉ុន្តែសម្រាប់មួយដើមនេះគឺដើមដែលធ្លាប់មានផ្កាមានផ្លែរួចមកហើយអញ្ចឹងវាអត់មានคล้ายមានអីទេពុកម៉ែបងប្អូនជាវយកទៅដាក់ដាំដឹងតែផ្លែមកបានផលពិតបានផ្លែផ្អែមបានសាច់ផ្អែមសាច់សំឡីបាទមានតែមួយដើមនេះទេពុកម៉ែបងប្អូនមកមុនបានមុនមាននៅក្នុងស្តុកនៅក្នុងហាងក្រុងធម្មជាតិស្រាប់ដែលហាងយើងខ្ញុំបានធ្វើការផ្សាំជាយូរមកហើយបាទពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ជាវសូមកុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ហាងក្រុងធម្មជាតិហាងក្រុងធម្មជាតិយើងនឹងមានតម្លៃពិសេសជូនបាទសូមអរគុណសូមជម្រាបលា